Bah,ចាំមកសួស្តីជាថ្ងៃនេះយើងរៀនតទៅនឹងការប្រើប្រាស់ទៅនឹងការបកប្រែឬក៏ហៅថា Google Translate នៅក្នុង Google គឺវាមាន Google Translate ចាតើ Google Translate នេះយើងអាចប្រើនឹងលើទូរស័ព្ទដៃឬក៏យើងប្រើលើកុំព្យូទ័រយើងប្រើបានដូចគ្នាហើយវាជួយបកប្រែយើងទៅតាមកម្រិតដែលវាអាចធ្វើទៅបានអញ្ចឹងសម្រាប់ភាសាខ្មែរយើងវាមិនតាមទូលំទូលាយទេពាក្យខ្លះក៏វាបកប្រែបានត្រឹមត្រូវពាក្យខ្លះក៏វាមិនតាមបានត្រឹមត្រូវដែរអញ្ចឹងយើងចូលមកកាន់ Google មកអញ្ចឹងយើងចូលមកកាន់ Google យើងអាចចុចត្រង់ចំណុចនេះក៏បានដែរយើងចុចលើនេះមកហើយយើងយកមើលពាក្យថា Google Translate យើងឃើញនៅ Google Translate នៅខាងក្រោមហ្នឹងអញ្ចឹងយើងចុចលើវាមកចាំវានឹងបើកនៅ Google Translate ឲ្យយើងសម្រាប់ប្រើប្រាស់នេះគឺជា Google Translate តែសាសមួយទៀតគឺយើង search លើនេះតែម្ដងយើងដាក់ Google ចឹងមកហើយយើងដាក់ Translate ចឹងមកហើយយើង search ក៏វាចេញមកដូចគ្នាដែរឃើញអត់គាត់ថាវាអត់តាមចេញនៅ option ពេញយើងអាចចុចកន្លែងខាងក្រោមនេះ Google Translateចឹងក្រោយពីយើងចុចលើពាក្យថា Google Translate វានឹងបើកផ្ទាំងដូចយ៉ាងម៉េចចឹងនេះយើងមើលមកឃើញ Google Translate ចឹងសម្រាប់ Google Translate នេះវាមានកន្លែងសម្រាប់សរសេរមួយនិងបង្ហាញទិន្នន័យមួយជាឧទាហរណ៍ពេលយើងសរសេរពាក្យថា King ចឹងផ្នែកខាងឆ្វេងសម្រាប់សរសេរបញ្ចូលផ្នែកខាងស្ដាំគឺកន្លែងបកប្រែយើងចឹងការសរសេររបស់យើងខាងនេះពាក្យដំបូងវាភាសាដំបូងវាគឺជាភាសាអង់គ្លេសមានភាសាអង់គ្លេសភាសាខ្មែរបើសិនតែយើងចង់បានច្រើនជាងនោះគឺយើងអាចចុចត្រង់និមិត្តសញ្ញាមួយនេះអញ្ចឹងវានឹងលោតភាសាលើពិភពលោកដែលគេបញ្ចូលជាមួយនឹង Google Translate វានឹងបង្ហាញឲ្យយើងហើយយើងអាចស្វែងរកនៅត្រង់ចំណុចនេះថាយើងចង់បានភាសាណាមួយបើយើងពិបាករកយើងអាចស្គាល់ពីឈ្មោះភាសាគេយើងអាចចុច search ទៅមកពីតជប៉ុននេះឡើងជប៉ុននេះឬក៏កូរ៉េយើងមើលឃើញភាសានៅនឹងយើងអាច search មកវាមានបង្ហាញភាសាចិនយើងអាច search បានភាសាខ្មែរចឹងទៅវាចេញភាសាហ្នឹងសម្រាប់ឲ្យយើងយកមកប្រើប្រាស់ចឹងដល់យើងរើសជាភាសាអង់គ្លេសចុចប៉ុណ្ណេះក៏ដូចគ្នាដែរយើងចុចត្រង់ហ្នឹងហើយយើងអាច search ដូចគ្នាយើងចង់ប្រែទៅជាភាសាណាមួយហ្នឹងសម្រាប់ការបកប្រែជាអក្សរចឹងនៅក្នុង Google Translate យើងអាចមកមើលនៅ option មួយចំនួននៅផ្នែកខាងលើនេះវាមានដូចជាបង្ហាញត្រង់នេះគឺតកតងទៅនឹងគេថា Google Translate ដល់ពេលផ្នែកខាងនេះគឺវាបង្ហាញពី logo profile របស់យើងហើយនៅតកតងនឹង Google App តកតងនឹង setting ហ្នឹងគឺយើងចូលទៅកាន់ option របស់វាហ្នឹងវាមានដូចជាការ voice តទៅនឹង voice normal voice slow និង voice slower តទៅនឹងសំឡេងអញ្ចឹងសម្រាប់ដល់ពេលយើងសរសេរទៅយើងអាចចុចវាអានបានអាចទាំងភាសាខ្មែរនិងភាសាអង់គ្លេស King អ៊ីនធឺណិតនឹង slow បន្តិចហើយត្រង់ចំណុចនេះយើងត្រូវមើលថា Google Translate នេះវាអាចសរសេរបានតែចំនួន 5000 ពាក្យទេនេះ 5000 ពាក្យ 5000 តួអក្សរមាន 5000 ពាក្យ 5000 តួអក្សរដែលយើងអាចសរសេរបញ្ចូលក្នុងនឹងបានតិចអត់ដឹងហើយក៏វាយើងអាចសូជា dictionary នៅកន្លែងនេះវាដាក់នេះ C dictionary ចេះពេលយើងចុចបែបនេះទៅវានឹងបង្ហាញទាំងការបកប្រែហើយនឹងទាំង dictionary វាថាពាក្យ key ហ្នឹងវាស្មើនឹងពាក្យអីវានឹងបង្ហាញនៅផ្នែកខាងក្រោមមកយើងនេះឃើញទេផ្នែកខាងស្ដាំហើយយើង scroll ចំក្រោមមកហើយវាមានកន្លែង translation ចឹងវាមានការនេះបកប្រែនៅនឹងឲ្យយើងស្រេចអូតូពេលយើងសេមកយើងប្រើ dictionary វាបង្ហាញត្រង់នេះយើងហើយយើងអាចដាក់ផ្កាយត្រង់នេះវាសិនយើងដាក់ផ្កាយចំណាំពេលយើងសេទៅវាមានបង្ហាញនៅហ្នឹងហើយខាងក្រោមនេះមានកន្លែង save កន្លែងបង្ហាញនៅ history ឬពេលថាអ្វីដែលយើងបានសរសេរចាស់ៗ nhưពេលយើងសរសេរយើង search យើង translate ចាស់ៗវានឹងបង្ហាញ
ใน history នឹងឲ្យយើងមកវិញហើយនៅត្រង់ចំណុចយើងឃើញមានសញ្ញា keyboard ដែរអញ្ចឹងសម្រាប់សញ្ញា keyboard នេះគឺយើងចុចលើវាមួយមកអញ្ចឹងវាមានការសរសេរ keyboard ដោយប្រើ keyboard របស់យើងនេះបាទនេះគឺសម្រាប់យើងវាយតិន័យទៅនៅ keyboard នៅលើ screen ឃើញអត់វាចេញ keyboard screen ហើយវាមាន keyboard 3 បើ keyboard មួយទៀតទៅទៅនឹងការសរសេរពេលយើងចុចមកយើងគូទៅសរសេរមកចឹងទៅយើង enter ទៅអត់ពាក់ត្រូវគេប្រើនេះគេប្រើ keyboard នោះគេប្រើតែយើងអត់សូវជានិយមប្រើទេយើងវាយធម្មតាតែណា keyboard ធម្មតាជាយើងប្រើ keyboard ធម្មតាមកយើងវាយបញ្ចូលតិន័យតាមនឹងធម្មតាចូលចឹងបាទអានឹងការតទៅទៅនឹងការប្រើប្រាស់នៅមួយចំណុចទៀតនេះតទៅនឹង voice យើងអាចនិយាយជាសំឡេងបញ្ចូលទាំងទូរស័ព្ទទាំងកុំព្យូទ័រប្រើបានគ្នាយើងអាចបកឲ្យជាសំឡេងយើងនិយាយជាភាសាអង់គ្លេសឬភាសាណាមួយយើងចុច voice ហ្នឹងទៅវានឹងធ្វើការ record screen របស់យើងនេះ Hello សួស្តីភាសាយើង record screen ដល់គេភាសាយើងកំពុងតែ record ចឹងយើងអាចបកឲ្យចូលចូលវាចាប់អត់បានហើយយើងមើលតំណែងវាហើយយើងមកមើលត្រង់នេះមាន4ចំណុចចំណុចមួយជាទៅថា translate ដល់យើងធ្វើការវាអក្សរបញ្ចូលអាហ្នឹងនេះដែលការវាអក្សរចូលយើងក៏ធ្វើមិញហ្នឹងដូចយើងសេកណែជាពាក្យអីផ្នែកខាងស្ដាំវានឹងធ្វើការបកប្រែបន្តមកការ translate ជារូបភាពមានថាយើងធ្វើការយករូបភាពមួយមកយកដាក់ចូលក្នុងហ្នឹងយើង drop ចូលមកនេះគេខ្ញុំឲ្យ upload អញ្ចឹងតែ upload ដល់នេះ upload មកយើងធ្វើការយករូបភាពមួយមកលើឈប់យើងទៅទាញរូបភាពមួយសិនដើម្បីយកមកបង្ហាញwriting about YouTube account លើយើងមើលនេះសិនយើងធ្វើតាមភាសាវាសិនវាមានការ copy link ទៅដាក់ឬក៏យើង save មើលជា file វាសិននេះ save វាមកអញ្ចឹងយើងធ្វើការចុចកន្លែងពាក្យថាប្រើនេះមកហើយយើងយក file របស់យើងហើយយើងចុចពាក្យថា open អញ្ចឹង Google Translate វានឹងចាប់នៅពាក្យនោះហើយយើងអាចធ្វើការ translate ជាភាសាខ្មែរអញ្ចឹងឥឡូវវា translate ណារូបភាពមិញនេះវា translate ទៅមើល fully charged battery នេះវា translate ជាភាសាខ្មែរឲ្យលេងយើងមើលក្នុងភាសាបបាមើលលើខ្ញុំស៊ូមកាន់តែចិត្តនេះយើងមើលឃើញភាសាខ្មែរមិញភាសាអង់គ្លេសនេះយើងមើលច្បាប់ដើមជាភាសាអង់គ្លេសហើយជាភាសាអង់គ្លេសត្រូវហើយមើលខ្ញុំយើងយកនេះមកច្បាស់មិនវាស្អីច្បាស់នេះជាហ្វាំងនឹងទៀតនឹងវាហ្វាំងឡើងវាចាប់អានអត់សាកសិននេះខ្វែងវាចាំយើងអាប់ឡូតចូលម្ដងទៀតហើយវាចាប់អានអត់ព្រោះនឹងចាប់អត់បានសារមិញវាមិនមែនជា file រូបភាពមិនខ្ញុំរក file រូបភាពសិន
slow ទេចាំតិចនេះយើង save មកយើង save វានេះ save វាមកចឹងយើងចូលមកកាន់ Google Translate យើង upload នៅរូបភាពមិញនេះបានជារូបភាពអញ្ចឹងវាជារូបភាពអានោះវា file website វារត់ឃើញអត់អញ្ចឹងទាំងអស់នោះបកប្រែជាភាសាខ្មែរយើងអូតូឃើញអត់នេះឃើញទេនិពន្ធតែពិតច្បាប់ដើមវាគឺជាភាសាអង់គ្លេសចាំតិចเป็น slow ជាវិធី slow នេះគឺជាច្បាប់ដើមជាភាសាអង់គ្លេសដល់ពេលយើងមើលអានេះគឺបកប្រែជាភាសាខ្មែរឃើញអត់យើងចង់បកប្រែជាភាសាSpanish អេស្ប៉ាញអញ្ចឹងយើងចុចមកអញ្ចឹងវានឹងធ្វើការប្រែទៅតាមភាសាដែលយើងចង់កំណត់ហើយយើងចង់ប្រែទៅជាភាសាអីគេវាឡូតមកនេះឃើញអត់វារត់ចូលកាន់ភាសាមួយនេះអញ្ចឹងថាយើងចង់ដាក់ភាសាកូរ៉េអញ្ចឹងវានឹងធ្វើការ translate ជាกระดาษហ្នឹងមកជាពីរូបភាពហ្នឹងទៅជាភាសាកូរ៉េទាំងអស់ឃើញអត់វាឡូអញ្ចឹងនៅលើហ្នឹងយើងរីស្វែងយល់វាច្បាស់លើយើងដាក់ភាសាអីភាសាថៃទេយើងដាក់មកអញ្ចឹងអក្សរដែលមាននៅលើហ្នឹងវាបកប្រែជាភាសាថៃទេបងប្អូនឃើញអត់វាចំផ្សាយទៀតផ្សាយក៏បានដែរយើងចង់ដាក់ជប៉ុន fan ជប៉ុនឃើញអត់ជាភាសាជប៉ុនទៅតែយើងយករូបភាពមានថាយើងថតក៏បានដែរយើងថតជារូបភាពហើយយើងយក upload ចូលនៅនឹងក៏វាអាច translate ជាភាសាទៅតាមអ្វីដែលយើងកំណត់ចង់បានហើយយើងអាច copy រត់ពាក្យទាំងអស់នៅក្នុងនឹងក៏បានដែរយើង copy នេះមកវា copy ចេញ copy យកមកប្រើបានហើយមួយទៀតយើងធ្វើការបកប្រែដោយសារយើង copy តាមនេះយើងមាន copy វាទៅមក copy link ហើយយើងមកផាសចូលនេះផាសចេញនេះប្រើកាត់ចឹងក្នុងនេះវាកំណត់ជា file ដែលយើងអាច upload បានមាន file PNG នេះ PNG file JPG និង file JPEG ផុតពីហ្នឹងវាពិបាកប្រើវាប្រើបាន file 3ហ្នឹងចានេះទៅនឹងយើងផាសនៅ location ពីក្នុងនេះយើងផ្ញើពីនេះទៅនឹងផាស from clipboard តែបើចាំខ្ញុំប្រាប់តាម browser នេះវិញនេះរឿងតាមដឹកនេះហ្នឹងទៅនឹងការបកប្រែភាសាទៅតាមនេះពីរូបភាពមកជាភាសាណាមួយមានតែយើងយករូបភាពមកដាក់ហើយវាបកប្រែមួយទៀតទៅនឹងយើងមើលផ្នែកលើនេះគឺការបកប្រែដោយ document យើងចុចលើវាមួយមកអញ្ចឹងវានឹងលុបទាំងបែបនេះអញ្ចឹងយើងចូលទៅ document របស់យើងឥឡូវយើងចុចលើនេះមកហើយនេះជាភាសាខ្មែរហើយខ្ញុំសូមខ្វែងចោលចា៎ចឹងខ្ញុំធ្វើការយកភាសាខ្មែរយកមកដាក់ប្រើមកឬក៏អង់គ្លេសនេះមាន Windows សង្ខាត់ Windows នេះខ្ញុំចុចលើវាមួយមកខ្ញុំចុចវា open ឥឡូវខ្ញុំយក file document មួយទាក់ទងនឹង file PDF ហើយខ្ញុំចង់ translate ទៅជាភាសាណាមួយឥឡូវយើងចង់ translate ទៅជាភាសាកូរ៉េអញ្ចឹងយើងរើសជាភាសាទៅមកហើយយើងចុចខាងក្រោមនេះទាក់ទងនឹងអក្សរមួយនេះដាក់ translate អញ្ចឹងយើងគាត់ថា text ព្រមនឹងមកយើងរកចាំវា template អញ្ចឹងវាធ្វើការ translate នៅ document យើងទាំងអស់ហ្នឹងចាំទៅអូฟังនឹង translate អត់ចេញចឹង format file ខ្លះវាអាចញញយកបានបើកមើលខ្លួនទៅផងអីគេចុះសិនខ្ញុំស្វែងចោលខ្ញុំយក file ផ្សេងទៅនឹងសាំយកមក YouTube នេះមួយ YouTube platform ហើយខ្ញុំ translate វាសិនបើសិនជា file យើងជាប្រភេទនេះប្រភេទអត្ថបទចិត្តពេលយកមកដាក់មកយើងអាចប្រើបានfile រឿងធំណាស់10 មេនោះគាត់អាចបកប្រែបានដែររឿងធំ
cho mọi nhầm dầu file mình chết list file là nhầm được chọn được nông cam thì làm list mới này nhầm bài mới chân chỉ file môi đam mình là sò chạy sò chẳng đấy nhưng dùng màu bọc lại chân nhưng phải bị trào thành máu hay dừng bằng Google Translate chứ như thôi cảm luôn nó nông công tớ A1 Translate chân nhưng Translate máu cái bọc lại trên này nó như nạp xa mày mà Translate chụp xa mày về ai nhẹ so tới việc thông về so cái đấy nó về nhẹ tới về bà bọc lại chăm tinh quá thì nhóm cái trái cứ nhóm phơ tạm Google lắm Google Translate đấy anh sao khác như chọn bọc lại những anh bọc lại làm được mà rồi có một chút như bà tạm Google đó có bị anh bọc lại trả họ để dừng mà này rồi có một bị internet slow này monitor nhóm chuyện được hàng món đi qua vượt chẳng ở hai nhóm bị internet không được slow cho bây giờ và bạn phải cho mình thực chiến lớp về Translate bạn này nè cái file lấy vào nó Translate bạn này nèยัง download nó chứ file lớn kia bạn bỏ phải chỉ phải sạc mai dừng chạy lên file lên tới những bạn nó như click file lên mới anh bot tụi này dương đã cho mấy những cái bộ phải chỉ sạc mai giờ này cái nhất cái bộ phải chỉ sạc mai giờ của tôi edit mùi máu edit tiền nào này cái gì nhưng ít bộ phải chụp sạc màyนั่นคือการบอกแปลโดยยังปรับปรุงจมูกนั่ง Google Translate Document ทำให้ที่ตัวนั่งการบอกแปลเว็บไซต์จึงจะเล่นนี่มั้งยังอยู่เว็บไซต์มือน่ะแต่ยังจงมาแต่ยังอยู่เว็บไซต์หนึ่งมองเถอะจะเล่นหนึ่งมือว่าTranslate เว็บไซต์นี่ยมหลายสารนั่นเนี่ยจะมือยมกดแต่มือหลายสันกดช้ายมปลาตับใบทำบอกจะตัวหนึ่ง translate text translate image និង translate document จึงจะจอง translate นึกจอยเดินหนึ่งม้าจำแต่ internet slow กับเป็นอันนี้ยังคู่ตับปลาการทีเซมเช่นการ translate จะแบบสายนี้จึงอันนี้เป็นไทยเป็นยังจอยเต้เวลาเราโจทย์กันเว็บไซต์มีนั้นให้ไปทำการ translate จะเหมือนที่ภาษาอินเทอร์เน็ต slow ต่ำเต็มจะไปจับดาวน์โหลดมาไว้จะไป translate เว็บไซต์อันนั้นคือภาษามือได้ยังกำหนดนั่ง translate เลยภาษาเลยเว็บไซต์chứแต่อินเทอร์เน็ต slow แบบบ้าเรื่องยืดcái này về translate dia ni kayaknya website mình nó cứ về translate chỉsak mai thôi dùng tầm xả đã đó cứ về ai translate chỉsak mà rồi gặp xa nào mới để dân cầm nọt ban để dân ai chỉ trong nấm máu dân cầm nọt xa xây tiết ban để cái này người ta chỉ trong cầm nọt bập mà website nóต้อง thôi chia xa nào mới để giờ run này hay giờ đi phải giờ cả bỏ phải về mình sẽ chia hình lên mà thế tại cho ai vô mặt ha chắc sầm rạp từ tôn từ nâng cảmรับraเลย Google Translate ยมทอดมาวิดีโอนี้คือยมทอดอยู่มาเจาะกรรมทีนึงเนาะมีแต่ประเด็นที่ซึ่งออกคนสำหรับเนี่ยได้ทุกสนานแต่ว่าคดีบางนะกลัวเวทีทางประชาชนมันที่สำหรับเนี่ยได้สมัยโยนปีไปใจวิชีหรือก็เอาไปแต่ทำไมได้ยมสมัยโยนครูไอ้ก็ใจในจากการเนี่ยก็แค่เป็นต่อฉันบาสลานจะจัดสมจดลายมวยม้าหรือก็คอมเมนต์เอาไว้มานะ